ឥឡូវនេះគឺយើងចូលមកដល់ចង្ក្រានបាយវិញដែលនេះគឺជាម៉ាស៊ីនបូមក្លិនដែលយើងធ្វើការហូតវាចេញមកក្រៅបែបនេះមកម៉ាស៊ីននេះនឹងដំណើរការដោយស្វ័យប្រវត្តិតែម្ដងហើយម៉ាស៊ីនបូមក្លិននេះផងដែរក៏មានបង្កប់នៅកុងតាក់ទាំងសងខាងដែលមានមុខងារខុសគ្នាប៉ុន្តែយើងនឹងនិយាយអំពីកុងតាក់ខាងស្ដាំមុនដែលនេះគឺជាកុងតាក់សម្រាប់ធ្វើការដំណើរការម៉ាស៊ីនបូមក្លិននេះដែលវាមាន3ដំណាក់កាលដំណាក់កាលទី1គឺដំណាក់កាលខ្សោយបើសិនជាយើងកាច់វាមកដំណាក់កាលទី2ដែលជាដំណាក់កាលកណ្ដាលនេះបានន័យថាយើងបញ្ចប់ការបូមក្លិនបើសិនជាយើងកាច់មកដំណាក់កាលទី3បានន័យថាវាបូមកាន់តែខ្លាំងដូច្នេះគឺយើងអាចសេរីកម្លាំងនៃការបូមក្លិននេះទៅតាមកុងតាក់នៅខាងស្ដាំដៃនេះហើយបើសិនជាយើងក្រឡេកមកមើលកុងតាក់នៅខាងឆ្វេងដៃវិញនេះគឺជាកុងតាក់សម្រាប់បិទបើកភ្លើងសម្រាប់ម៉ាស៊ីនបូមក្លិនរបស់យើងនេះហើយកុងតាក់នេះគឺមានតែ2កន្លាក់ទេគឺកន្លាក់បិទនិងកន្លាក់បើកអញ្ចឹងបើសិនជាយើងចង់ធ្វើការបើកដើម្បីឲ្យយើងមានភាពងាយស្រួលក្នុងការចម្អិនគឺយើងអាចធ្វើការបើកភ្លើងបានរីឯការប្រើប្រាស់គឺពិតជាងាយស្រួលមែនទែនដែលយើងគ្រាន់តែហូតចេញមកសម្រាប់ការប្រើប្រាស់ហើយនឹងហូតចូលទៅវិញសម្រាប់ការបិទឈប់ប្រើប្រាស់ឥឡូវនេះគឺយើងងាកមកមើលចង្ក្រានសម្រាប់ចម្អិនម្ហូបរបស់យើងវិញដោយសារតែចង្ក្រាននេះគឺជាចង្ក្រានអគ្គិសនីដូច្នេះហើយយើងត្រូវការដោតភ្លើងជាមុនសិនដែលយើងអាចធ្វើការដោតចង្ក្រានអគ្គិសនីនេះជាមួយនឹងព្រីដែលនៅខាងក្នុងនេះហើយដើម្បីធ្វើការប្រើប្រាស់ចង្ក្រាននេះគឺយើងអាចចុចប៊ូតុងនេះសម្រាប់ការ start សម្រាប់ការចាប់ផ្ដើមចម្អិនរបស់យើងហើយវានឹងចាប់ផ្ដើមបែបនេះដោយសារតែចង្ក្រាននេះមានមុខ2ដូច្នេះហើយប៊ូតុងនៅខាងឆ្វេងសម្រាប់ចង្ក្រានខាងឆ្វេងរីឯប៊ូតុងខាងស្ដាំសម្រាប់ចង្ក្រានខាងស្ដាំហើយយើងអាចធ្វើការចុចដើម្បីពន្លឿនសីតុណ្ហភាពឬក៏បញ្ចុះសីតុណ្ហភាពចង្ក្រាននេះតាមអ្វីដែលយើងចង់បានហើយចង្ក្រាននេះផងដែរក៏មានមុខងារម៉ោងដែលយើងអាច set ម៉ោងបានសម្រាប់ការចម្អិនម្ហូបរបស់យើងដូចជាការស្ងោរចំហុយជាដើមនៅពេលដល់ម៉ោងចង្ក្រាននេះនឹងធ្វើការបិទដោយស្វ័យប្រវត្តិតែម្ដងអ្វីដែលកាន់តែពិសេសទៀតចង្ក្រាននេះក៏មានមុខងារ lock មុខងារ lock នេះផងដែរដោយសារតែចង្ក្រានយើងគឺជា touch screen ដូច្នេះហើយគឺយើងអាចប៉ះដៃឬក៏ជួនកាលយើងមានក្មេងនៅក្នុងផ្ទះដើម្បីជៀសវាងពួកគាត់កុំឲ្យមកប៉ះចង្ក្រាននេះនាំឲ្យមានគ្រោះថ្នាក់គឺយើងអាចធ្វើការ lock ចង្ក្រាននេះបានដែលយើងធ្វើការចុចឲ្យជាប់បន្ទាប់មកមុខងារ function នៅលើចង្ក្រាននេះគឺយើងមិនអាចថាច់បានទាំងអស់លុះត្រាតែយើងបើក lock នឹងមកវិញទើបយើងអាចធ្វើការចុចមុខងារនៅលើចង្ក្រាននេះបានហើយចុងក្រោយដើម្បីធ្វើការបិទចង្ក្រាននេះគឺយើងគ្រាន់តែចុចឲ្យជាប់ទៅលើប៊ូតុង start នោះគឺចង្ក្រាននេះនឹងបិទជាការស្រេច